Far below sunlight, beyond the reach of most life, lies a world frozen in darkness and environment so extreme it feels untouched by time. From this silence emerges a creature that looks like a fossil come alive, the giant isopod, one of the ocean's most ancient survivors. Despite its alien appearance, this animal is a distant relative of familiar land pill bugs scaled up by evolution for the deep sea. Food is rare down here. When something dies and sinks, it becomes a temporary oasis, one the giant isopod is built to exploit. These scavengers can gorge themselves, storing energy for months or even years between. Okay, ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូដែលបងប្អូនបានទស្សនាមើលមិញហ្នឹងគឺជាវីដេអូដែលខ្ញុំបានបង្កើតឡើងដោយប្រើប្រាស់ AI ទេនិយាយរួមទៅវីដេអូបែបហ្នឹងគឺនៅខាងបរទេសគឺគេចូលចិត្តមើលខ្លាំងមែនតើបងប្អូនអាចចូលទៅ search មើលបានគឺវាមានការ viral ខ្លាំងមែនតើមកយូរច្រើនអូខេបើសិនជាបងប្អូនមានចំណារអារម្មណ៍ការវីដេអូបែបនេះដើម្បីផុសចូល YouTube ឬក៏ Facebook ឲ្យអាចធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំបានអូខេឥឡូវកុំឲ្យខាតពេលយូរយើងចូលមកកាន់វីដេអូរបស់យើងទាំងអស់គ្នាហើយមកជួយដល់វីដេអូរបស់យើងបងប្អូនកុំភ្លេចចុច Subscribe ឲ្យ Channel ខ្ញុំមួយផងហើយជំរាបដើម្បីយើងអាចបង្កើតនេះបានបងប្អូនត្រូវមានប្រអប់សិនមានប្រអប់ចំនួន2អូខេខ្ញុំមានប្រអប់ឲ្យស្រាប់ហើយបងប្អូនអាចចូលយកទៅប្រើបានប្រអប់នោះខ្ញុំដាក់នៅខាងក្រោមអាចចូលទៅយកបានអូខេឥឡូវខ្ញុំសូមបញ្យល់សម្រាប់ប្រអប់ទី1នេះសិនអាកន្លែងនៃខ្ញុំដាក់ដេញពណ៌លឿងហ្នឹងគឺយើងចង់ឲ្យវាបង្កើតជាចំណងជើងឲ្យយើងបានចំនួនប៉ុន្មានចំណងជើងអូខេដាក់មក20ចំណងជើងឬក៏បានចំណងជើងដាក់កន្លែងហ្នឹងមកអូខេឥឡូវយើងយល់តែប៉ុណ្្នឹងទេឥឡូវយើងពុត copy ពីសញ្ញាថ្មីកណ្ដាលនេះមកអូខេមកដល់ត្រឹមហ្នឹងហើយបងចុច Ctrl C មក copy វាហើយបើកឆាត GPT ឬក៏ Google Gemini មួយណាក៏បានដែរខ្ញុំប្រើឆាត GPT ហើយយើងផាសចូលមកអូខេប៉ុណ្ណឹងហើយបានបញ្ចូលរួចហើយសម្រាប់ប្រអប់មួយហ្នឹងយើងចុច Enter ទៅសញ្ញាព្រួយហ្នឹងអូខេឥឡូវបង្កើតជាចំណងជើងយកចំនួន10ចំណងជើងមកនេះអូខេហើយបងប្អូនពេញចិត្តមួយណាពេញចិត្តអាទី4នេះចុះអាទី4នេះឥឡូវយើងចូលទៅកាន់ប្រមក្នុងវគ្គទី2អូខេនេះប្រមវគ្គទី2ខ្ញុំសូមបញ្យល់ប្រមកន្លែងហ្នឹងមកទៅកន្លែងtopic នេះខ្ញុំដាក់ដេញពណ៌លឿងហ្នឹងគឺយើងផាសចំណងជើងមកកន្លែងហ្នឹងមកនេះកន្លែង top កន្លែងនេះខ្ញុំដាក់ដេញពណ៌លឿងហ្នឹងអូខេហើយក្រោមនេះបងប្អូនចង់ឲ្យវាបង្កើតចំនួនប៉ុន្មានស៊ីនបងប្អូនធ្វើវែងដាក់20 30 40ស៊ីនតាមហ្នឹងមកបងប្អូនធ្វើខ្លីដាក់តាមហ្នឹងមកអូខេចង់បានវែងដាក់ច្រើនតាមហ្នឹងមកឥឡូវទៅប៉ុណ្្នឹងទេប្រអប់ទី2ហ្នឹងគឺយើង copy វាមក copy យកពីកន្លែងសញ្ញាថ្មីកណ្ដាលហ្នឹងមកដល់ក្រោមមកអូខេដល់ត្រឹមនេះហើយចុច Ctrl C មកដើម្បី copy វាហើយចូលបើកឆាត GPT មកផាសនឹងចូលមកអូខេហើយបងពេញចិត្តអាមួយណាយើងអាទី4ហ្នឹងអូខេ copy អាទី4ហ្នឹងមកហើយកន្លែងtopic ហ្នឹងបងដាក់មកនេះហ្នឹងដាក់ផាសចំណងជើងនឹងចូលមកអូខេហើយកន្លែងស៊ីនបងប្អូនបានបញ្យល់ហើយនេះចង់បានប៉ុន្មានដាក់មកកន្លែងហ្នឹងកន្លែងស៊ីនកន្លែងនេះកន្លែងទី10នេះបងប្អូនចង់បានប៉ុន្មានស៊ីនដាក់មក20 30 40ស៊ីនបងប្អូនធ្វើវែងដាក់តាមហ្នឹងមកអូខេតែប៉ុណ្្នឹងទេយើងចុចសញ្ញាព្រួយទៅអត់មានអីស្មុគស្មាញទេគឺងាយៗបងប្អូនអូខេឥឡូវវាបង្កើតយកចំនួន10ស៊ីនខ្ញុំដាក់10ស៊ីនទេហើយបងប្អូន copy អានេះទី1នេះមក
ប្រងសម្រាប់បង្កើតតួអង្គរបស់យើងគឺសัตว์ចំណែកហ្នឹងឯង copy កន្លែងហ្នឹងមកអ្នកបងបើកនេះបើក tab ថ្មីមួយទៀតមក save with មកអូខេនេះលើ with ហ្នឹងមកចុចលើ website វាហ្នឹងមកបងប្អូនធ្វើការ login ទៅដើម្បីអាចប្រើវាបានចុចសញ្ញាព្រួយនេះមកអូខេអាចចុចអានេះកន្លែងសញ្ញា T3 នេះបងប្អូនមើលម៉ៅរបស់ខ្ញុំចុចអាសញ្ញាព្រួយទូចពណ៌ខ្មៅណាហើយចុចយកlạiរូបខ្មៅដៃហ្នឹងមកហើយផាសយើងបាន copy មិនហ្នឹងចុច enter ទៅអូខេយើងបង្កើតជាតួអង្គសិនតួអង្គរបស់យើងគឺសត្វចម្លែកហ្នឹងឯងអូខេនេះសត្វបែបហ្នឹងអូខេហើយឥឡូវយើងឆាត GPT យើងចូលក្នុង scene ទី1 scene ទី1គឺកន្លែងហ្នឹងគឺវាដាក់ no អូខេអញ្ចឹងបង copy មក copy កន្លែងទី1ហ្នឹងមកគឺវាមានប្រអប់រូបភាពប្រអប់វីដេអូនិងជាសំឡេង voice over យើង copy អាទី1ប្រអប់រូបភាពអូខេហើយឡើងដាក់ no បងមើលហើយឡើងគឺ no ឡើងនេះមកបងដោះអាហ្នឹងចេញឡើងហ្នឹងគឺវាអត់មានរូបហ្នឹងមានរូបដូចទូអង្គរបស់យើងដោះវាចេញទៅ copy ផាហ្នឹងចូលមកហើយចុចសញ្ញាព្រួយនេះទៅហើយបងអាចសេរីបានចង់បានឈប់ដេកអីវាអាចមានបានទេខែហ្នឹងគឺទី1ទៅបងចូលមកកាន់លេងទី2ប្រអប់ទី2អូទី2គឺដាក់ yes ខ្ញុំបងមើលហើយមក yes ទៅហ្នឹងអូខេហ្នឹងគឺមានតួអង្គសម្ដែង copy មកអូខេយើងគ្រីសយកអាឡែកតួអង្គមកយើងវាឲ្យផាហ្នឹងចូលមកអូខេហើយចុច enter ទៅវាទៅអូខេឥឡូវយើងចូលមកកាន់ប្រអប់ក្នុងវគ្គទី3គឺ yes ទៀត yes តែ yes ប៉ុណ្ណឹងគឺមានក្នុងវគ្គហ្នឹងគឺមានតួអង្គលេងតួអង្គយើងសម្ដែងអូខេផាយកហ្នឹងមកផាហ្នឹងចូលមកកន្លែង yes ហ្នឹងគឺយើងគ្រីសអានេះបើ no យើងដោះហ្នឹងចេញចុច enter ទៅវាទៅអូខេឥឡូវបងប្អូនអាចយល់ហើយអាហ្នឹងខ្ញុំសូមរំលងសិនការវាគ្រប់ស៊ីតគ្រប់ប្លង់ទាំងអស់ហើយជាជំហានបន្ទាប់យើងត្រូវបង្កើតយកវាបង្កើតទៅជាវីដេអូអូខេមកវគ្គទី1វិញមកអូខេវគ្គទី1ហ្នឹងបង copy មកបងពេញចិត្តមួយណាគឺយើងយកបានតែមួយទេប្លង់ហ្នឹងយើងពេញចិត្តមួយណាមួយតែមួយស្អាតយកមួយហ្នឹងមក copy វាមកបើក tab ថ្មីមួយទៀតមកសេពាក្យ crop AI បងហៅ crop ហ្នឹងគ្រប់ហ្នឹងអានេះគេហៅ crop AI ហ្នឹងសេមកអូខេនេះគ្រប់ហ្នឹង crop ហ្នឹងគេហៅ crop គាត់ហៅមិនបានដែរហ្នឹងអូខេហើយយើងចុចសម្រាប់បងប្អូនដែលថ្មីអត់ទាន់ស្គាល់ website ហ្នឹងគឺបងប្អូនចូលមកកន្លែងទូកន្លែងនេះមើលមករបស់ខ្ញុំគឺកន្លែងនៃរូបមនុស្សរូប profile យើងហើយចុចមកកន្លែង setting ហើយចូលមកកន្លែងបន្ទាប់ពីពាក្យ account ហ្នឹងគឺមកកន្លែងទី2អូខេមកបងចុចបិទកន្លែងនេះបើបងចុចបើកកន្លែងហ្នឹងគឺវាបង្កើតឲ្យយើងអូតូវាអាចធ្វើខុសសាច់រឿងរបស់យើងគេចុចបិទចឹងមកខ្វែងទៅវិញទៅហើយចុចមកកន្លែងពាក្យ I make នេះយើងផាសយើងបាន copy មកហ្នឹងរូបភាពហ្នឹងហើយចូលទៅកាន់ឆាត GPT ក្នុងវគ្គទី1វិញនេះវគ្គទី1មុនយកកន្លែងប្រអប់ក្នុងវគ្គទី2នេះកន្លែងលេខ2ហ្នឹងគឺប្រអប់សម្រាប់បង្កើតជាវីដេអូអូខេក្នុងស៊ីនទី1ដដែលទេប៉ុន្តែវានៅជួរទី2អូខេមុនយកឡើងប៉ុណ្ណឹង copy មកវាផាសចូលកន្លែងហ្នឹងមកអូខេហើយបងប្អូនអាចសេរីបាននេះចាំបាននាទីបើយើងប្រើ free យើងអត់អាចលើសបានទេនេះបានតែ5 second ទេអូខេប៉ុណ្ណឹងហើយចុច enter ទៅអាសញ្ញាព្រួយនេះអូខេហើយយើងចូលមកកាន់រូបទី2គឺមានតួអង្គសម្ដែងអូខេខ្ញុំយកមួយណាតែពេញចិត្តយកមួយហ្នឹងមក copy មកអូខេ
chôm cắn crop mình mà cái tôi ăn cái rong chạm tí dạ đừng chấm lại bên mình tí là bên cái video mùi sáng ok là bang video tìm mùi ấy mình thay cái đó pha rút TP chôm hay chôm can chặt chịu thí vô lại xin TP này lại video nằm đó giờ là lại xin TP hay vô lại lịch pi rồi sắp cả trên video để copy mà để pha lại nằm ấy chạm luôn như thế ok hay sẽ không nào mà bọn ai vô lấy phần nắng thôi ca chân đại lại lòng oxy là một ô trong bằng cả năng tới ok dùng làm lòng sẵn ok lấy trong ban bằng cả về cục xin cục lòng tặng ấy chỉ video ok lấy những chỉ khi mà tốt cho thôi ca sale video tục ok những phone mơ bằng lại nếu mà lại là vùng mù đi mất mơ màu của nhóm này vùng mù tôi càng cao nữa cho lừa năng máu cho và sale nông viện tìm môi mất nè tìm mùi năng viện tìm mùi sale video năng do mất sale ở lại ní các bạn còn một ai chọn Ctrl C mới hay sale bạn ok trong sale video mùi sẵn ok còn lại tục mới mất ok và đã lệnh mùi mất lại năng định mùi cái lệnh mùi năng sale mất mọi chuyện làm bây giờ do đập phá tới mọi chuyện làm là lệnh mùi không mất snap quên thay cài bên mất lệnh pi vào này ha lệnh pi sale chẳng một sale đan món này sale đó là lệnh pi ok phía cho thay cài với lệnh 7 ok đã lấy chân máu ok mà bọn tôi ca xe chân đan lại để video để bọn bạn mà cao trục xin được nâng máu ok lấy trong sông mình lọt sẵn con xe video hai bốn bờ kết khát quá là bây giờ cùng video đây là bây giờ phải chia xong lên bàn ok chút sport nữa ok cho rồi lại giờ tục nó cái thứ nữa bọn copy một lại lưu về ở món này ok mình đã hay cho lẹ về mắt ok những ô huy mà đậm màu cào món cái trăm ở về chân về rút sân bộ này ok đâu chân máu ấy một số điểm về rất xa nhóm đã băng lại khó nên tìm mùi ok ok phần nào má hay tầm bây giờ cả chỉ dùng lấy bán như thế nhưng miền trồng rau pí tại nhóm phơi trồng rau tìm mùi ở bỏ bom ôn mơ sẵn ok một trailer lại thịt má cho lẽ xò mới má ok cho chạp can chạp GPT má nông viện tìm mùi đi xin tìm mùi copy crown kênh xong đây vội vơ nó copy má bảo khai dựng bảo khét khát ok hãy dừng pha cho là so lại nắm mắt ok sáng ấy vô mơ bằng lại nè niệm bảo lại hate to speak ok đó nè chỉ lơ là nắm mắt khi tìm mũi là bây giờ chỉ xâm lên ok hãy vô mơ vô cho lại phía xa on lê má hãy vô test xâm lên mới là một vô bên chặt Far below sunlight. Far below sunlight. Far below sunlight, beyond the reach of most life. Far below sunlight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 , beyond the reach of most. Far below sunlight, beyond the reach of most life, lies a world frozen in darkness and environment so extreme it feels untouched by time.
ខេខ្ញុំពេលជាមួយហ្នឹងហើយបងចុចនេះខាងក្រោមនេះប៊ូតុងពណ៌ខៀវខាងក្រោមចុចអាហ្នឹងណាដឹងថាបងប្អូនអាចធ្វើបានឬក៏អត់ទេដោយសារតែបងខ្ញុំគឺវាអាចធ្វើជាកើតជាសំឡេងបានអូខេហើយចុចលុបអក្សរនឹងចោលទៅអូខេបានចុចស្ដាប់មើលទៅ Far below sunlight, beyond the reach of most life, lies a world frozen in dark. អូខេយ៉ាងនេះបងប្អូនអាចសិតតែស៊ីនទី1ហ្នឹងវាខ្លីជាងសំឡេងចឹងអាចបន្ថែមតម្លាក់ឲ្យវាយឺតតិចមកអូខេប៉ុណ្ណឹងស្មើគ្នាស្ដាប់មើលមក Far below sunlight, beyond the reach of most life, lies a world frozen in darkness and environment so extreme it feels untouched by time. អូខេតែយើងមកចុចតម្លាក់ធ្វើ switch តម្លាក់អក្សរទៀតមកហើយយើងចូលទៅកាន់ឆាត GPT ក្នុងវគ្គក្នុងស៊ីនទី2នេះទី2 copy អាហ្នឹងមកចូលសំឡេង voiceover ណាគេបើក CapCut មកយើងផាសចូលកន្លែងហ្នឹងដូចអាមុនមកហើយចូលកន្លែង text to speech មកហើយរឿងបងប្អូនពេញចិត្តមួយណា From this silence អូខេអាមិនណា From this silence emerges a creature that looks like a fossil come alive, the giant isopod, one of the ocean's most ancient survivors. អូខេអាហ្នឹងចុចយកហ្នឹងមកចុចតោះខៀវនេះមកហើយជិះសម្លេងឲ្យយើងបានមួយទៀតអូខេហើយលុបអក្សរចោលទៅអូខេហើយដាក់វា color ទៅនេះអូខេទី2ហ្នឹងគឺវាសម្លេងវារូបភាពខ្លីជាងសម្លេងចឹងអាចលាក់តិចមកអូខេតេស្តមើល Far below sunlight, beyond the reach of most life, lies a world frozen in darkness and environment so extreme it feels untouched by time. From this silence emerges a creature that looks like a អូខេតែប៉ុណ្្នឹងទៅហើយសម្រាប់សិតសលេងដើមមកវាបងអាចបិទក៏បានដែរនេះចុច select ទាំងអស់មកចុចមកកន្លែងនេះអូតូហ្នឹងមកហើយយើងអូវាតម្លាក់បន្តិចមកតែលឺតិចតិចក៏បានឬក៏បិទទាំងអស់ក៏បានវាឲ្យលឺតិចតិចអូខេប៉ុណ្ណឹងអូខេឥឡូវខ្ញុំសូមបងប្អូនអាចធ្វើអញ្ចឹងដែរទៅផាសសំឡេងខ្ញុំដាក់ក្នុងកាត់អញ្ចឹងដែរទៅនឹងគឺជាជំហានជំរើសទី1ដែលយើងអាចបង្កើតសំឡេងបានហើយចុះវីដេអូខ្ញុំនឹងបង្ហាញជំរើសមួយទៀតដើម្បីយើងអាចបង្កើតសំឡេងបានដូចគ្នាអូខេឥឡូវខ្ញុំសូមឡងកន្លែងហ្នឹងសិនខ្ញុំសូមធ្វើវីដេអូហ្នឹងឲ្យហើយសិនបានបង្កើតជាសំឡេងគ្រប់ស៊ីនទាំងអស់ហើយអាចស្ដាប់មើលបានតែវាមិនដែរ Far below sunlight, beyond the reach of most life, lies a world frozen in darkness and environment so extreme it feels untouched by time. From this silence emerges a creature that looks like a fossil come alive, the giant isopod, one of the ocean's most ancient survivors. Despite its alien អូខេយើងទៅយើងខ្វះសំឡេង background មួយទៀតឥឡូវយើងអូខេឥឡូវយើង copy អានេះឲ្យវាចូលគ្នាសិនបង select លើវាទាំងអស់មកបងម៉ៅស្ដាំមកហើយចុចមានយកឡើង create compound clip អូខេទៅនេះតែមួយសញ្ញាអក្សរ G នេះអូខេវាចូលគ្នាតែមួយបងទៅអូខេអូខេហើយយើងយក display background មួយសិនថែម display background គឺដាក់មកឲ្យចូលក្នុង YouTube primary ទៅគឺវា free អត់មាន copyright ទេអូខេមកយកមួយតែនេះមួយសិនមកយកមួយទៀតអូខេដាក់នេះចុះដាក់ឧទាហរណ៍ទៅវាមិនដែរ See Far below sunlight, beyond the reach of most life, lies a world frozen. Okay, let's smash. Let's speed it more. Or we lose speed. Okay, I start my that. Far below sunlight, beyond the reach of most life, lies a world frozen in darkness and environment so extreme it feels untouched by time. From this silence emerges a creature that looks like a fossil come alive, the giant isopod, one of the ocean's most ancient survivors. Despite its alien appearance. Okay, តែប៉ុណ្ណោះគឺគិតថាវាទទួលយកបានបងប្អូនហើយខ្ញុំសូមបង្ហាញអំពីរបៀបបង្កើតសំឡេង
មួយបែបទៀតដែលប្រើប្រាស់ដេញ Google AI Studio ព្រោះខ្ញុំបង្ហាញភាសាទី1មិននៅភាសាទី2បងប្អូនដែលគាត់ដេញខ្លាំងភាសាអង់គ្លេសអាចប្រើដេញមួយនេះតែបង្កើតជាសំឡេងអាចលឿនជាងអូខេបងប្អូនបើក tab ថ្មីមក search ដែរនេះ Google AI Studio នេះមកចុចលើហ្នឹងមក website វាណាអូខេមុនចូលមកឆាតទីវិធី copy សំឡេងក្នុងវគ្គទី1នេះវគ្គទី1ពីហ្នឹងមកជ្រើសរើសតួអង្គតែម្នាក់ហើយយើងចូលមកហើយចុច enter ចុចបន្ថត់មួយយើងចូលទៅកាន់វគ្គទី2អូខេឥឡូវយើងសូមបង្ហាញតែពីវគ្គហ្នឹងទេបងប្អូនអាចធ្វើតាមខ្ញុំតែបងប្អូនមានច្រើនស៊ីនផាសទាំងអស់មកអូខេហើយយើងរើសសំឡេងមួយនេះបងពេញចិត្តនេះណា What do you want to explore? គេឧទាហរណ៍ហ្នឹងចុះហើយយើងអាចសេរីបាននេះ85អីចឹងមកអូខេហើយយើងចុចរ៉ាន់ទៅវានឹងកាច់ជាសំឡេងឲ្យយើងបានដូចគ្នាហើយយើងយកទៅគុំក្នុង CapCut ទៅគិតថាវិធីសាស្ត្រមួយណាលឿនជាងគាត់អាចប្រើវិធីសាស្ត្រមួយហ្នឹងបានអូខេឥឡូវយើងចូលបង្កើតវីដេអូរបស់យើងវិញអូខេស្រាប់នេះគឺវាខ្វះមួយទៀតគឺ Far below sunlight, beyond the reach of most life, lies a អូខេហ្នឹងគឺវាកើតជាសំឡេងយើងបានដូចគ្នាបងប្អូនអាចយកវិធីសាស្ត្រមួយណាបានដែរឥឡូវយើងចូលកាន់ខាត់សាថ្មីវីដេអូយើងគឺវាអត់ទាន់គ្រប់គ្រាន់ទេយើងខ្វះសំឡេងមួយទៀតវាជាអក្សររត់តាមនេះអក្សររត់តំណងទេយើងវាលាយពេកយើងដាក់អក្សររត់ទៅអូខេមិនធ្វើអក្សររត់នឹងបានបងប្អូនអាចចុចមកកន្លែងនេះក៏បាននេះបងប្រើ free នឹងដាក់បានអត់ទេនេះហ្នឹងមកហើយយើងដាក់ភាសាអង់គ្លេសមកវាលោតដល់បងប្អូនដាក់សិនគេអង់គ្លេសហើយយើងចុច generate វាឲ្យដល់ជាមួយអូខេគឺការរងចាំតិចទៅហើយបើមិនជាដល់បានទេខ្ញុំមានវិធីសាស្ត្រមួយទៀតដើម្បីយើងអាចដាក់សំឡេងនឹងបានដែលយើងប្រើប្រាស់ដេញ clip cham និយាយទៅខ្ញុំមានមេរៀនមកបង្កើតឲ្យរបៀបដាក់សំឡេងឲ្យវាលោតតាមអ្វីដែលយើងបាននិយាយអញ្ចឹងគឺក្នុង clip cham បងអត់អាចបើចង់បានបែបហ្នឹងអាចទៅមើលវីដេអូខ្ញុំមុនបានអូខេហើយខ្ញុំសូមកាត់ប៉ុណ្្នឹងសិនវាអាចនឹងចំណាយពេលសម្រាប់ដេញ cut ខ្ញុំគឺដាក់បាន Far below sunlight, beyond the reach of most life, lies a world frozen. អាចកែអក្សរនឹងបានវាអត់តំណងអាចកែវាលេចលើវាអស់ចឹងមកយើងអាចសេរីវាពណ៌អីគេក៏នេះមួយទៀតទៅនេះមាន font ជាច្រើនដែលយើងអាចសេរីបាននេះចង់វាជាលុត In darkness and environments so extreme it feels untouched by time. From this silence emerges a creature that looks like a fossil come alive, the giant ice. គេគិតថាប៉ុណ្ណឹងគឺគិតថាវាអាចទទួលយកបានហើយប៉ុណ្ណឹងសេរីអក្សរនេះមកឲ្យវាថាស្អាតឬក៏សេរីបន្ថែមទីនេះចាំបានបែបម៉េចអាចដាក់បានតាមហ្នឹងពណ៌នេះគឺក៏មិនអូខេទៅវាអត់មានអីស្មុគស្មាញទេតែប៉ុណ្ណឹងទេអូខេហើយវីដេអូរបស់យើងគឺមានតែប៉ុណ្ណឹងទេហើយខ្ញុំនឹងដាក់ដេញវីដេអូដែលមួយហ្នឹងនៅខាងចុងវីដេអូឲ្យបងប្អូនមើលអូខេខ្ញុំកាត់ហើយ Far below sunlight, beyond the reach of most life, lies a world frozen in darkness and environment so extreme it feels untouched by time. From this silence emerges a creature that looks like a fossil come alive, the giant isopod, one of the ocean's most ancient survivors. Despite its alien appearance, this animal is a distant relative of familiar land pill bug scaled up by evolution for the deep sea. Food is rare down here. When something dies and sinks, it becomes a temporary oasis, one the giant isopod is built to exploit.
These scavengers can gorge themselves, storing energy for months or even years between meals. When threatened, the giant isopod rolls into a near-perfect sphere, transforming its body into living armor. Down here, pressure is immense, temperatures are near freezing, and survival demands extreme efficiency. Its slow metabolism and heavy armor allow it to endure conditions that would crush most life forms. This design has barely changed for millions of years, a testament to how perfectly it fits its environment. In a world where time seems to stand still, the giant isopod remains a living reminder that the deep sea never forgot its past.